បាទចឹងមកថាទឹក3ហើយកំតាន់អាងជើញកណាដោយសារតែ5ទឹកបាទធុនបណ្ណាដើរចូលកញ្ឆក់មួយសិនបាទកម្ពស់កម្ពស់1.7 ម៉ែត្របាទធុនបណ្ណាកីឡាកររបស់នេប៉ាល់1.80 ម៉ែត្រអត់បញ្ហាកម្ពស់កម្ពស់គាត់ទទួលលេងទេសំខាន់ក្បាច់គុណណែកីឡាកររបស់នេប៉ាល់ហើយយកក្តាប់ដៃលឿនយ៉ាងនេះយ៉ាងនេះសាកាបរិយាអាយចូលដៃកន្លែងនេះចូលដៃរបស់ធុនបណ្ណា3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
មួយ 7 7 8 8ហើយ ប្រកបបន្ត ដល់8ធនមនាចូលហើយធនមនាចូលហើយធនមនាអូយ កស ដៃកន្លែងនេះ 1 រាប់ទៀតហើយកន្លែងនេះ 2 2 3 3អូ3ហើយលោកគ្រូអញ្ញាកដាលលោកគ្រូអញ្ញាកដាលគាត់សម្រេចចិត្តថាមិនអោយបន្តការប្រកួតទៀតទេបាទមិនអោយបន្តការប្រកួតទៀតទេបាទ2ដៃមួយដៃគឺធ្ងន់ធ្ងរណាស់បាទឥឡូវនេះបាទប្រិមិត្តបាទសូមទៅចាប់អារម្មណ៍រូបភាពយឺតមួយសារទៀតហេតុអីបានជលកណ្ដាប់ដៃរបស់ធុនមណាធ្ងន់យ៉ាងនេះទៅចាប់អារម្មណ៍រូបភាពយឺតបន្តិចបាទប្រិមិត្តបាទឥឡូវយើងទៅចាប់អារម្មណ៍រូបភាពយឺតសិនបាទគេថាចូលមកអូកន្លែងនេះមកដៃនេះទៅសើលោកគ្រូអញ្ញាកដាលលោកឡាវស៊ីណាតគាត់លឿនមែនទែនហក់ទៅត្រកងជាប់បាទហក់ទៅត្រកងជាប់អត់ដោយក្បាលហ្នឹងគឺដល់ដីទាន់ទេបាទចឹងជួយបានច្រើនមែនទែនណែធនណាបឆោបបថតកណ្ដាប់ដៃនេះគឺធ្ងន់ណាស់មកដៃនេះបាទធ្វើឲ្យលោកអញ្ញាកដាលគឺគាត់បញ្ឈប់ការប្រកួតតែម្ដងអបអរសាទរស្ដេចតុកែធនវណ្ណាធនវណ្